ស្រស់ស្អាតណាស់ទស្សនវិជ្ជានៃការរៀបចំតុបតែងលម្អរោងពិធីបុណ្យនិងសង្ក្រាន្តនៅក្នុងពិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរវត្តនេនទោសីហាគឺវត្តវង្គតបុរីហៅវត្តព្រៃថ្មីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2569នឹងឈានចូលមកដល់នៅវេលាទេភ្លឺថ្ងៃច័ន្ទ2រោចខែចេតត្រូវនៅថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង4:48នាទីទីភ្លឺទេវតាដែលនឹងយាងចុះមកគ្រប់គ្រងចម្ពោះទ្វីបមនុស្សលោកនៅក្នុងឆ្នាំថ្មីនេះជាមគ្គនាយិកាព្រះនាមកោរគៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសៀតផ្កាអង្គាបោសអភិរណកែមោតាភិក្សាហាទ្រង់តេលាំងព្រេងព្រះហស្តស្ដាមទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបាត់ព្រះនេត្រលើខ្នងស្ដេចព្រះខៈខ្លាជាយានពាហនៈអ្វីដែលគួរឲ្យកត់សម្គាល់និងចាប់អារម្មណ៍នោះនៅក្នុងឆ្នាំថ្មីនេះផ្កាដែលទេវតាឆ្នាំថ្មីព្រះនាមកោរគៈទេវីទ្រង់សៀតនៅព្រះការត្រចៀកយាងចុះមកគ្រប់គ្រងនៅចម្ពោះទ្វីបនោះគឺជាផ្កាអង្គាបោសដែលជាប្រភេទផ្កាដែលគេឧស្សាហ៍បានឃើញដោះនៅក្បែរផ្ទះនិងទីប្រជុំជននៅផ្កានេះមានសន្តានស្រស់ស្អាតផងដែរជាមួយនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិលចូលមកដល់នោះព្រះរាជគុណលោកសុភ័ក្រព្រះគ្រូចៅអធិការវត្តព្រៃថ្មីក៏បានរៀបចំតុបតែងក៏ដូចជារៀបចំនៅសណ្ដាប់ធ្នាប់នៅក្នុងវត្តដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរជាស្ដែងកាលពីថ្ងៃអង្គារ12រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី25ខែមីនាឆ្នាំ2025កន្លងទៅនេះព្រះអង្គបានចែករំលែករូបភាពជាច្រើនសន្លឹកពីទស្សនវិជ្ជានៃការរៀបចំសង្ក្រាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2568ចែករំលែកជាមួយនឹងរូបភាពនេះព្រះអង្គបានសរសេរអត្ថន័យសារភ្ជាប់បែបនេះថាសង្ក្រាន្តវត្តព្រៃថ្មីជិតរួចរាល់ហើយញាតិញោមពិធីបុណ្យចូលឆ្នាំគឺជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋខ្មែរតែងតែទទួលបាននូវភាពសប្បាយរីករាយតាមរយៈការជួបជុំជាមួយនឹងសាច់ញាតិក្រុមគ្រួសារនៅតាមស្រុកកំណើតក៏ដូចជាការធ្វើបុណ្យទាននៅតាមទីវត្តអារាមមួយចំនួនផងដែរបាទសម្រាប់អត្ថបទព័ត៌មានមួយទៀតគឺមានចំណងជើងថាដុតទៀនបំភ្លឺឆេះកត់ម៉ត់កត់មួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់បំផ្លាញទាំងស្រុងរួមទាំងទ្រព្យសម្បត្តិអស់មួយចំនួនធំប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ព្រះសង្ឃអង្គណាមួយនោះឡើយដោយមូលហេតុមកពីព្រះសង្ឃគង់នៅក្នុងកុដិដុតទៀនបំភ្លឺរួចនិមន្តចុះមកក្រោមតែមួយផ្លែតស្រាប់តែកើតមានអគ្គិភ័យឆាបឆេះតែម្ដងហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង8យប់ថ្ងៃទី23ខែមីនាឆ្នាំ2025នៅចំណុចភូមិប៉ុងឃុំប៉ុងស្រុកវឿនសៃខេត្តរតនគិរីលោកផិនឡយអធិការនគរបាលស្រុកវឿនសៃបានឲ្យដឹងថាតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុព្រះសង្ឃមួយអង្គគង់នៅក្នុងកុដិខាងលើបានដុតទៀនរួចហើយក៏និមន្តចុះមកក្រោមកុដិមួយសន្ទុះក្រោយមកក៏បានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នារត់ទៅពន្លត់តែមិនរលត់ព្រោះភ្លើងឆាបឆេះខ្លាំងពេកលោកអធិការស្រុកវឿនសៃបានបញ្ជាក់ថាកុដិមួយខ្នងដែលឆាបឆេះនេះមានទំហំ7ម៉ែត្រគុណនឹង8ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសីក្រាលក្តារបាំងក្តារបន្ទាប់ពីកើតហេតុការណ៍ខាងលើសមត្ថកិច្ចជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមដោយប្រើប្រាស់ទឹកបាញ់អស់មួយរថយន្តប៉ុន្តែភ្លើងបានឆេះខាងពេកទើបមិនអាចជួយអន្តរាគមន៍បានឡើយចំពោះសម្ភារៈដែលរងការខូចខាតរួមមានទី1ព្រះធ្វើអំពីស្ពាន់ចំនួន1អង្គតូចទី2កង្ហាចំនួន4គ្រឿងទី3សញ្ញាបត្របឋមភូមិ1សន្លឹកទី4សញ្ញាបត្រទុតិយភូមិ1សន្លឹកទី5ពូកចំនួន4ទី6ស្បង់ជីវរ20ឈុតទី7
លុយចំនួន 10,000 រៀលទី8ចានចំនួន100 9ឆ្នាំងដាំម៉ែអគ្គិសនីចំនួន2គ្រឿងទី10ឆ្នាំងដាំស្លចំនួន10 11កន្ទេលចំនួន15 12អង្ករចំនួន1បាវ13ខ្នើយចំនួន25 14ម៉ាស៊ីនកាត់ឈើចំនួន1គ្រឿង15ស៊ីម៉ង1តោន16ធុងបាសចំនួន2គ្រាប់17អាំភ្លីចំនួន2គ្រឿង18ទូរស័ព្ទចំនួន1គ្រឿង19បាតចំនួន3និង20ទូដាក់សៀវភៅចំនួន1និងរួមទាំងសម្ភារៈមួយចំនួនទៀតបាទចំណែកព័ត៌មានមួយទៀតគឺមានចំណងជើងថារដ្ឋបាលខេត្តកណ្ដាលកំពុងពន្លឿនការងារគោលដៅនីមួយៗក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីបុណ្យប្រពៃណីជាតិបានខិតចូលជិតមកដល់អាជ្ញាធរខេត្តកណ្ដាលកំពុងពន្លឿនក្នុងការរៀបចំតុបតែងគ្រឿងលម្អផ្សេងៗនៅតាមបណ្ដោយនិងដងទន្លេដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តក្នុងការប្រារព្ធកម្មវិធីសង្ក្រាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាក់ស្ដែងនៅថ្ងៃទី26ខែមីនាឆ្នាំ2025នេះអាជ្ញាធរកំពុងរៀបចំតុបតែងលាបថ្នាំកែលម្អចិញ្ចើមផ្លូវដើមឈើតាមដងផ្លូវនិងសម្អាតរក្សាអនាម័យបរិស្ថានកែលម្អសោភ័ណភាពលាបរបងផ្ទះរបងវត្តសាលារៀននិងគ្រឹះស្ថានសាធារណៈនានារួមជាមួយនឹងការរៀបចំកែលម្អសួនច្បារបង្គន់អនាម័យចល័តនិងថង់សម្រាមគ្រប់ទីកន្លែងកម្សាន្តផងដែរអ្នកស្រីអៀងម៉ាឡែនប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅបានលើកឡើងថាពួកគាត់មានអារម្មណ៍ត្រេកអរសប្បាយចិត្តនៅពេលដែលឃើញមានអាជ្ញាធរយកចិត្តទុកដាក់ក្នុងការរៀបចំពិធីសង្ក្រាន្តខេត្តកណ្ដាលដែលជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងការចូលរួមទស្សនាកម្មវិធីខាងលើនេះពលរដ្ឋបានលើកឡើងថាជារៀងរាល់ឆ្នាំពួកគេតែងតែសង្កេតឃើញមានប្រជាពលរដ្ឋបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរដូចជាចោលឈូងបោះអង្គញ់វាយក្អមចាប់កូនខ្លែងលាក់កន្សែងទាញព្រាត់ពងរត់កូនក្រមុំដណ្ដើមស្លឹកឈើលោតបាវហើយពួកគាត់ជឿជាក់ថាឆ្នាំនេះនឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកាន់តែច្រើនជាងឆ្នាំមុនលោកក្រួយម៉ាឡែនអភិបាលរងខេត្តកណ្ដាលនិងជាប្រធានអនុគណៈកម្មការឃោសនាផ្សព្វផ្សាយអនាម័យនិងបរិស្ថាននៃគណៈកម្មការរៀបចំសង្ក្រាន្តខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាលអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផ្លាស់ពីឆ្នាំរោងចូលឆ្នាំម្សាញ់ពុទ្ធសករាជ2569គ្រិស្តសករាជ2025នៅក្រុងតាខ្មៅប្រពឡើងនៅក្នុងសួនច្បារមាត់ទន្លេគឺទន្លេបាសាក់ក្រុងតាខ្មៅមានរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី14 15 16ខែមេសាឆ្នាំ2025ខាងមុខនេះជាមួយនឹងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខែកណ្ដាលបាននឹងកំពុងរៀបចំតុបតែងកន្លែងកម្សាន្តរួមទាំងមានការលេងល្បែងប្រជាប្រិយជាច្រើននៅក្នុងក្រុងតាខ្មៅដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តលោកអភិបាលរងខេត្តកណ្ដាលបានសំណូមពរទៅដល់ប្រជាពលរដ្ឋក្នុងស្រុកត្រូវចូលរួមជួយផ្សព្វផ្សាយបន្តដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តរយៈពេល3ថ្ងៃដែលរដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីនេះឲ្យបានច្រើនកកក